ការបង្កើតវប្បធម៌នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាពនៅ BNP ដោយមានជំនួយពីតំបន់ BNP ក្រុមប្រឹក្សាគ្រប់គ្រងកម្លាំងពលកម្មមូលដ្ឋាន ស៊ីវិលនិងអង្គការផ្សេងទៀតវាជាឧបទ្ទវហេតុមួយដែលកម្មករកំពុងធ្វើការនៅលើវេទិកាការងារលើអាកាសដែលបំពាក់ដោយយានជំនិះនៅឯការដ្ឋានសាងសង់ផ្លូវ Highway ហើយផ្នែកមួយរបស់វាដាច់ហើយបែកទើបគាត់ដួលដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងវិធីសាស្ត្រការងារត្រឹមត្រូវតែអនុវត្តតាមខណៈពេលដែលគិតគូរពីកម្មដែលត្រូវការនៃវេទិកាការងារដែលមានកម្ពស់ខ្ពស់ទី2ត្រូវប្រើឧបករណ៍ការពារឲ្យបានត្រឹមត្រូវទី3នៅពេលធ្វើការលើវេទិកាការងារលើអាកាសអ្នកត្រូវតែត្រួតពិនិត្យនិងតាមដានការងារមុនពេលចាប់ផ្ដើមការងារវាជាឧបទ្ទវហេតុមួយដែលបានកើតឡើងខណៈពេលដកកណ្ដាលដែលព្យួរពីជញ្ជាំងអគារគ្រោះថ្នាក់ចរាចរណ៍មួយដែលកម្មករម្នាក់បានស្លាប់ដោយសារខ្សែសរសៃពួរបានបាក់ពេលចុះពីរន្ទាដោយសារធ្លាក់នឹងរន្ទាដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងយើងត្រូវចាត់វិធានការទប់ស្កាត់ការធ្លាក់ដោយពាក់មួករឹងនិងខ្សែក្រវ៉ាត់សុវត្ថិភាពទី2យើងត្រូវធ្វើការកែលម្អរបៀបដែលយើងប្រើរន្ទាសម្រាប់ការងារដែលមានកម្ពស់ខ្ពស់នេះជាឧបទ្ទវហេតុដែលសន្តិសុខម្នាក់បានស្លាប់នៅក្នុងផ្ទះល្វែងមួយកន្លែងដោយសារគាត់រអិលជើងធ្លាក់ពីលើជញ្តាខណៈគាត់កំពុងរើសម្ភារៈនៅក្នុងបន្ទប់ក្រោមដីជាមួយមិត្តរួមការងារហើយវាយក្បាលគាត់នៅលើឥដ្ឋដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងអ្នកគួរតែចាត់វិធានការដើម្បីជៀសវាងការរអិលលើជញ្តាទី2កម្រិតពន្លឺនៅក្នុងជញ្តាគួរតែមានត្រឹមតែ 7.5 LUH ឬខ្ពស់ជាងនេះហើយឧបករណ៍ភ្លើងបំភ្លឺចល័តគួរតែត្រូវបានប្រើវាជាឧបទ្ទវហេតុមួយដែលកម្មករម្នាក់បានស្លាប់នៅក្នុងធុងបិទជិតខណៈដែលគាត់កំពុងសម្រាកវាជាឧបទ្ទវហេតុមួយដែលកម្មករម្នាក់កំពុងរត់ក្នុងផ្ទះបាយហើយលោតពីលើទៅយកក្បាលទឹកនៅលើឥដ្ឋបណ្ដាលឲ្យរងរបួសជង្គង់ដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងនៃការទាំងអស់អ្នកមិនគួរប្រញាប់ទៅផ្ទះបាយទី2អ្នកត្រូវសម្អាតមុននិងក្រោយពេលធ្វើការទី3ត្រូវប្រុងប្រយ័ត្ននិងដាក់សញ្ញាព្រមានដើម្បីការពារការធ្លាក់គ្រោះថ្នាក់នេះកើតឡើងដោយសារការដ្ឋានសំណង់ជាន់លើបាក់សង្កត់លើខណៈកំពុងចាក់បេតុងលើការដ្ឋានសំណង់ថ្មីបណ្ដាលឲ្យមនុស្សម្នាក់រងរបួសដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះគំនូររចនាខ្វមវឹកគួរតែត្រូវបានរៀបចំទី2ដង្កៀបទម្រង់បន្ថែមចាំបាច់ត្រូវដំឡើងទី3រចនាសម្ព័ន្ធត្រូវបានសិក្សាដើម្បីធ្វើឲ្យប្រាកដថាពួកគេអាចគ្រប់គ្រងបន្ទប់ការងារក៏ដូចជាការប្រើប្រាស់ដង្កៀបទម្រង់ដែលបានបញ្ជាក់នឹងការគៀបគ្រោះថ្នាក់ចរាចរណ៍មួយដែលត្រូវរថយន្តដឹកទំនិញអូសធ្លាក់ចូលលើគ្រែរថយន្តបណ្ដាលឲ្យកម្មករម្នាក់កំពុងលើកសម្ភារចេញពីគ្រែរថយន្តដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងកម្ពស់នៃបន្ទប់ត្រូវតែកែតម្រូវដើម្បីធានាបាននូវចក្ខុវិស័យរបស់អ្នកបើកបររថយន្តអ្នកត្រូវធ្វើការបន្ទាប់ពីអ្នកកាត់បន្ថយចំណុចពិការភ្នែកជាមួយនឹងការណែនាំវាជាឧបទ្ទវហេតុមួយដែលកម្មករម្នាក់បានស្លាប់ដោយការថប់ដង្ហើមដោយសារតែការពុលដោយចំហាយសារធាតុរំលាយសរីរាង្គដែលមាននៅក្នុងព្រីមើរខណៈពេលដែលគោផ្នែកខាងក្រៅនៃផ្លូវរួមក្រោមដីជីកជាមួយព្រីមើរអាផលដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះបកបខ្យល់ត្រូវតែដំឡើងជាមុននៅពេលប្រើសមាសធាតុសរីរាង្គនៅក្នុងតំបន់ដែលគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ទី2នៅពេលប្រើសមាសធាតុសរីរាង្គអ្នកត្រូវតែពាក់ឧបករណ៍ដកដង្ហើមឬរបាំងអូស្មန်ទី3ការបនទោសបណ្ដាពិសេសស្តីពីសុវត្ថិភាពនិងសុខភាពគួរតែត្រូវបានផ្ដល់ជូនសម្រាប់ការប្រើប្រាស់សារធាតុគោលដៅនេះជាឧបទ្ទវហេតុដែលកម្មករម្នាក់បានស្លាប់ដោយសារតែការពុលដោយចំហាយទឹក TCE ខណៈពេលដែលពាក់ម៉ាស់គូនីនិងខណៈពេលដែលចូលទៅក្នុងធុងសម្អាតដើម្បីសម្អាតដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងកំហាប់សារធាតុគ្រោះថ្នាក់ខាងក្នុងត្រូវតែវាស់មុនពេលម៉ោងធ្វើការហើយផ្នែកខាងក្នុងនៃសំណាញ់ត្រូវតែមានខ្យល់ចេញចូលត្រឹមត្រូវទី2អ្នកត្រូវតែពាក់ឧបករណ៍ការពារដូចជារបាំងធូលីសម្លៀកបំពាក់ការពារនិងស្រោមដៃការពារនៅពេលធ្វើការ
ទី3នៅពេលគ្រប់គ្រងសារធាតុគ្រប់គ្រងពិសេសដូចជា TCE ការប្រុងប្រយ័ត្នឧបករណ៍ការពារនិងគ្រោះថ្នាក់ដែលបង្កគ្រោះថ្នាក់ដូចជាផលប៉ះពាល់លើរាងកាយមនុស្សត្រូវតែបង្ហោះហើយត្រូវតែសិក្សាដោយកម្មករនេះជាឧបទ្ទវហេតុដែលកម្មកររោងចក្រផលិតគ្រឿងបន្លាស់រថយន្តម្នាក់បានស្លាប់ដោយសារការបុកជាមួយរថយន្តដឹកទំនិញអំឡុងពេលប្រតិបត្តិការដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងនៅកន្លែងដែលតែងតែមានការប៉ះទង្គិចគ្នាវាងកម្មករយើងត្រូវធានាផ្លូវដែលកម្មករអាចឆ្លងកាត់ដោយសុវត្ថិភាពទី2នៅពេលដឹកជញ្ជូនទំនិញដោយប្រើ forklift ទំនិញត្រូវតែដាក់នៅកម្ពស់ត្រឹមត្រូវដើម្បីឲ្យអ្នកបើកបរ forklift អាចមើលឃើញយ៉ាងច្បាស់ទី3នៅពេលធ្វើការជាមួយនឹងរថយន្ត forklift ត្រូវតែមានផែនការដែលធ្វើឡើងដោយអ្នកគ្រប់គ្រងដើម្បីការពារគ្រោះថ្នាក់ពីការធ្លាក់ប្រឡាប់ធ្លាក់ចូលនិងដួលរលំពួកគេជាឧបទ្ទវហេតុដែលបានកើតឡើងនៅលើខ្សែការដំឡើងពួររថយន្តកម្មករម្នាក់បានចូលទៅក្នុងជួរប្រតិបត្តិការរបស់មនុស្សយន្តកំឡុងពេលដំណើរការមនុស្សយន្តគ្មានមនុស្សបើកហើយបានវាយក្បាលរបស់គាត់នៅលើជីកមនុស្សយន្តដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងយើងត្រូវដាក់របងដែលមានកម្ពស់យ៉ាងតិច 1.8 ម៉ែត្រនិងចាត់វិធានការដើម្បីធានាថាវាតែងតែដំណើរការជាធម្មតាទី2មនុស្សយន្តត្រូវតែមានរចនាសម្ព័ន្ធការពារជានិច្ចដែលឈប់នៅពេលទ្វារត្រូវបានបើកទី3នៅកន្លែងដែលមានការលំបាកក្នុងការដំឡើងរបងដូចជានៅពេលដំឡើងប្រព័ន្ធ conveyor កម្រាលសុវត្ថិភាពឬឧបករណ៍ photoelectric គួរតែត្រូវបានដំឡើងនេះជាឧបទ្ទវហេតុដែលកម្មករម្នាក់បានស្លាប់ដោយសាររមូរមួយដែលគេសន្មតថាដាក់ក្នុងឡកម្ដៅប៉ុន្តែខូចដោយសារទម្ងន់របស់រ៉ូលើនិងកម្លាំងកំឡុងពេលកាត់ក្នុងរោងជាដោយសារកម្មករម្នាក់នេះវាយក្បាលរបស់គាត់ដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងអ្នកគួរប្រើឧបករណ៍រំញោចធ្នើនិងបន្ទះសម្ពាធកន្ទុយនៅពេលធ្វើការជាមួយស្នាដៃវែងដូចជាការបង្វិលគ្រឿងនៅលើក្រឡឹងដុំការងារត្រូវបានគ្រប់គ្រងដោយ spin lock លុកលំយឺឬ tail stop ដើម្បីការពារការហោះហើរដើម្បីការពារកុំឲ្យ workpiece ចេញពីសមាមាត្រទី2យើងត្រូវកែលម្អរបៀបធ្វើការរបស់យើងនៅពេលធ្វើការកាត់គ្រឿងធ្ងន់វែងឬងួរប្រើម៉ាស៊ីនកិនដែលបង្វិលឧបករណ៍ជាម៉ាស៊ីនក្រឡឹងសុវត្ថិភាពត្រូវបានទាមទាររួមទាំងបទបញ្ជាការងារនិងការប្រុងប្រយ័ត្នសម្រាប់ការងារក្រឡឹងហើយត្រូវភ្ជាប់ជាមួយម៉ាស៊ីនដើម្បីឲ្យកម្មករអាចធ្វើតាមពួកគេគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់បានស្លាប់ដោយសាររថយន្តកិនបែកកង់ក្នុងល្បឿនលឿនជ្រុលទៅបុកចំទ្រូងខណៈកំពុងប្រើម៉ាស៊ីនកិនតុបកិនផ្នែកម៉ាស៊ីនរថយន្តដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះសូមពិនិត្យមើលលក្ខណៈបច្ចេកទេសនៃកង់កិនហើយប្រើវាក្នុងល្បឿនអតិបរមាទី2គម្របការពារត្រឹមត្រូវតែប្រើខណៈពេលដែលចងចាំអំពីល្បឿនអតិបរមានៃរង្វង់មូលនៃថ្ម Whetstone ក៏ដូចជាកម្រាស់អង្កត់ផ្ចិតនិងសម្ភារៈគម្របទី3ម៉ាស៊ីនកិនត្រូវតែមានការបញ្ជាក់សុវត្ថិភាពដោយខ្លួនឯងហើយវាក៏ត្រូវតែផ្ទៀងផ្ទាត់ផងដែរនេះជាឧបទ្ទហេតុដែលដៃឆ្វេងរបស់កម្មករនឹងតង់ជ័រត្រូវជាប់នៅចន្លោះខ្សែក្រវ៉ាត់ conveyor និង roller ដៃខណៈពេលដែលយកដែកដែលប្រមូលផ្ទឹមនៅក្រោមខ្សែក្រវ៉ាត់សម្រាប់ដឹកជញ្ជូនសរុបទៅរោងចក្រកិនឯឆៅបណ្ដាលឲ្យស្លាប់ដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងនៃការទាំងអស់អ្នកត្រូវតែបញ្ឈប់ប្រតិបត្តិការមុនពេលចាប់តាមការងារទី2គម្របការពារត្រូវបានដំឡើងនៅលើអបង្វិលទី3ឧបករណ៍ឈប់សង្គ្រោះបន្ទាន់ប្រភេទខ្សែពួរត្រូវតែដំឡើងនៅលើខ្សែបញ្ជូនដើម្បីបញ្ឈប់ប្រតិបត្តិការភ្លាមក្នុងករណីមានអាសន្នវាជាឧបទ្ទវហេតុមួយដែលបានកើតឡើងដែលដៃបានជាប់នៅក្នុងអ៊ីមភ្លឿននៃឧបករណ៍លាយដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងចាំបាច់ត្រូវបញ្ឈប់ប្រតិបត្តិការនៅពេលសម្អាតទី2អ្នកត្រូវដំឡើងគម្របឧបករណ៍លាយនិងដំណភ្ជាប់វាជាឧបទ្ទវហេតុមួយដែលបុរសម្នាក់បានស្លាប់នៅពេលដែលគាត់បានបុកក្បាលចង្កឹះកង្កែបរបស់គាត់ខណៈពេលដែលកិនរមូលដោយដៃទាំងពីរនៅលើក្រដាសខ្សាច់បន្ទាប់ពីគាត់បានដំឡើងរមូលនៅក្នុងម៉ាស៊ីនក្រឡឹងធម្មតានៅក្នុងសិក្ខាសាលាផលិតថ្មម៉ាស៊ីនក្រឡុកដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងនៅពេលប៉ូលីអ្នកគួរតែប្រើក្រវ៉ាត់ប៉ូលីឬម៉ាស៊ីនកិន
ទី2ពេលកាន់វត្ថុដែលបង្វិលអ្នកគួរតែប្រើស្រោមដៃដែលសមនឹងដៃរបស់អ្នកទី3ចាំបាច់ត្រូវដាក់គម្របដើម្បីជៀសវាងហានិភ័យនៃការបង្វិលជាមួយវើពីចេញខាងក្រោមនេះគឺជាឧបទ្ទវហេតុមួយដែលកម្មករម្នាក់បានស្លាប់ដោយសារការថប់ដង្ហើមនៅពេលដែលក្រមាដែលគាត់ពាក់បានជាប់នឹងឧបករណ៍ខួងខណៈពេលដែលគាត់កំពុងខួងរត់នៅក្នុងផ្នែកដៃដោយប្រើឧបករណ៍ខួងលើតុដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងអ្នកគួរតែស្លៀកពាក់ឲ្យត្រឹមត្រូវដូចជាសម្លៀកបំពាក់ការងារដែលតឹងទី2អ្នកត្រូវដំឡើងគម្របការពារនៅលើឧបករណ៍ខួងវាជាឧបទ្ទវហេតុមួយដែលដៃរបស់ខ្ញុំត្រូវបានកាត់និងចាក់ដោយឧបករណ៍កែសម្ផស្សដ៏មុតស្រួចពេលកំពុងធ្វើសិល្បៈក្រចកដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះគួរតែអនុវត្តការគ្រប់គ្រងឧបករណ៍កែសម្ផស្សដ៏មុតស្រួចនិងវត្ថុដែលមានសីតុណ្ហភាពខ្ពស់ហើយអនុវត្តតាមការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវខាងក្រោមនេះគឺជាឧបទ្ទវហេតុដែលកម្មករត្រូវបានគេកាប់ចាក់ឬចាក់ដោយការហោះកាត់បន្ទះសៀគ្វីពេលធ្វើការងារព្រៃឈើដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះហេតុនេះអ្នកគួរពាក់សម្លៀកបំពាក់វិលមុខស្រោមដៃសុវត្ថិភាពវ៉ែនតាសុវត្ថិភាពនិងស្បែកជើងសុវត្ថិភាពនៅពេលធ្វើការវាជាឧបទ្ទវហេតុមួយដែលម្រាមដៃរបស់កម្មករបានប៉ះនឹងផ្នែកដែលលាតត្រដាងនៃឆ្នាំងសាកខណៈពេលដែលករណីអ៊ីសូឡង់របស់ឧបករណ៍ភ្ជាប់ដោតត្រូវបានខូចខាតបណ្ដាលឲ្យមានការឆ្លងចរន្តអគ្គិសនីដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងនៃការទាំងអស់ឧបករណ៍ភ្ជាប់ដែលខូចដែលបាត់បង់ដំណើរការអ៊ីសូឡង់គួរតែត្រូវបានជំនួសភ្លាមទី2ពេលកាន់ឧបករណ៍ភ្ជាប់ដោតត្រូវប្រយ័ត្នកុំឲ្យដៃសាំគ្រោះថ្នាក់នេះកើតឡើងខណៈកំពុងសម្អាតបន្ទះបំផ្លែងចរន្តអគ្គិសនីទំស្យងខ្ពស់ក្នុងស្ថានីយ៍រោងចក្រសានដាកកម្មករម្នាក់បានស្លាប់ដោយសារប៉ះជាមួយផ្នែកចរន្ត 6600 វ៉ុលต์ដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងត្រូវបិទចរន្តអគ្គិសនីនិងដាក់សញ្ញាព្រមាននៅពេលធ្វើការត្រួតពិនិត្យនិងសម្អាតឧបករណ៍ទំស្យងខ្ពស់បង្កើតទម្លាប់សម្អាតនៅពេលណាដែលមិនមានចរន្តអគ្គិសនីទី2នៅពេលធ្វើការត្រួតពិនិត្យឬការសម្អាតនៅជិតខ្សែបណ្ដាញទំស្យងខ្ពស់អ្នកគួរតែពាក់មួកស្រោមដៃស្បែកជើងដែលមានអ៊ីសូឡង់និងសម្លៀកបំពាក់ការងារដែលមិនងាយឆេះខណៈពេលកំពុងកាប់ជាមួយម៉ាស៊ីនកិនស្គរដែលប្រើជាតិធុងមេតានមកលោតដោយសារសំណល់ជាតិផ្ទុះឆេះបណ្ដាលឲ្យផ្ទុះខណៈកម្មករបានផ្លុំស្គរចេញទៅភ្លើងឆាបឆេះមុខនិងក្បាលការស្លាប់ដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងនៅពេលកាត់ស្គរដែលបិទជិតអ្នកគួរតែពិនិត្យមើលថាតើមានចំហាយដែលអាចឆេះបានឬអត់ដោយសារតែចំហាយដែលនៅសេសសល់ដែលអាចឆេះបាននៅខាងក្នុងស្គរតែងតែមានហានិភ័យនៃការផ្ទុះអ្នកគួរតែពិនិត្យរកមើលចំហាយដែលនៅសេសសល់ជានិច្ចហើយជំនួសវាមុនពេលធ្វើការងារទី2មុនពេលកាត់ស្គរអ្នកត្រូវបើកគម្របហើយជំនួសមាតិកាដោយទឹកឬអូស្មန်អសកម្មដើម្បីលុបបំបាត់កត្តាហានិភ័យណាមួយទី3ការកែប្រែស្គរសំណល់ដោយការផ្សារការកាត់ជាដើមមានគ្រោះថ្នាក់ដូច្នេះការប្រើប្រាស់របស់វាគួរតែមានកម្រិតទី4ចំពោះធុងសម្រាមដែលមានសារធាតុងាយឆេះចាំបាច់ត្រូវដឹងពីសារធាតុគីមីដែលដាក់នៅទីនោះហើយត្រូវដាក់សញ្ញាព្រមានផងដែរដើម្បីងាយស្រួលក្នុងការចងចាំដូចជាជូនគ្មានការអនុញ្ញាតចូលវាជាឧបទ្ទវហេតុមួយដែលកម្មករម្នាក់បានស្លាប់នៅក្នុងធុងបិទជិតខណៈដែលគាត់កំពុងសម្រាកគាត់បានធ្វើឲ្យរាងកាយរបស់គាត់ត្រជាក់ជាមួយនឹងអូស្មန်អុកស៊ីហ្សែនពីពេលកាត់ហើយបន្ទាប់មកត្រឡប់ទៅធុងដើម្បីធ្វើការវិញហើយផ្កាភ្លើងបានហោះកាត់សម្លៀកបំពាក់របស់គាត់បណ្ដាលឲ្យភ្លើងឆេះរាងដាពីពេញរាងកាយរបស់គាត់ដោយសារតែអុកស៊ីហ្សែនដែលនៅសល់នៅក្នុងសម្លៀកបំពាក់ដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងយើងត្រូវការបន្ធបណ្ដាលខ្លាំងអំពីគ្រោះថ្នាក់ភ្លើងទី2នៅកន្លែងដែលមានការប្រឈមមួយដែលអាចបណ្ដាលឲ្យកើតអរូបីផ្លាស់ប្ដូរនៅទីនេះត្រូវតែមានការដំឡើងប្រព័ន្ធបញ្ឆោតទាមទារកន្លែងត្រឹមត្រូវទី3នៅពេលធ្វើការនៅខាងក្នុងធុងឬនៅកន្លែងខ្ពស់អ្នកត្រូវការដៃគូដើម្បីធ្វើការងារនេះឲ្យបានត្រឹមត្រូវជាហេតុការណ៍គ្រោះថ្នាក់មួយដែលកម្មករនៅក្នុងរោងចក្រសាន់ដេយកធុងទឹកទៅដាំឲ្យពុះស្រាប់តែកម្មករបានរអិលជើងធ្លាក់ពីក្រោយទើបធ្លាក់ចូលក្នុងធុងទឹកស៊ុបព្រោះតែរបួសជើងនិងគូទដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះ
ជាដំបូងយើងត្រូវរៀបចំអ្វីៗដើម្បីធានាសុវត្ថិភាពផ្លូវទី2ពេលកាន់វត្ថុធ្ងន់អ្នកត្រូវផ្លាស់ទីវាពេលសម្លឹងទៅមុខដោយប្រើឧបករណ៍ដឹកជញ្ជូនដូចជារទេះបុគ្គលិកនៅម៉ាតមួយត្រូវបានអតិថិជនរំលោភបំពានដោយនិយាយពាក្យថាហេតុអ្វីបានជាសេវាបម្រើអតិថិជនបែបនេះហេតុអ្វីបានជាអ្នកនិយាយច្រើនពេលអ្នកធ្វើការនៅទីនេះ3ម៉ោងក្រោយមកគាត់បានចូលបន្ទប់ទឹកនៅផ្ទះរបស់គាត់បានដួលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឈាមក្នុងខួរក្បាលហើយបានស្លាប់10ថ្ងៃក្រោយមកដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះដើម្បីជៀសវាងឧបទ្ទវហេតុបែបនេះជាដំបូងប្រសិនបើមនុស្សម្នាក់ស្ថិតក្រោមភាពតានតឹងខ្លាំងដោយសារតែការងារផ្លូវចិត្តពួកគេគួរតែបញ្ឈប់ការងារជាបន្ទាន់ហើយសម្រាប់ខ្លួនឯងទី2ក្នុងករណីមានការរំលោភបំពានពាក្យសម្ដីឬផ្លូវកាយដោយអតិថិជននិយោជិតគួរតែរាយការណ៍វាទៅអ្នកគ្រប់គ្រងទី3ក្នុងករណីដែលមានការរំលោភបំពានដោយពាក្យសម្ដីឬផ្លូវកាយរបស់អតិថិជនត្រូវហាមឃាត់មិនឲ្យចូលកន្លែងឡើងវិញនេះជាអ្វីដែលបានកើតឡើងចំពោះខ្ញុំបន្ទាប់ពីខ្ញុំបានប្រើលុរីពេលកំពុងធ្វើសិល្បៈក្រចកនាងមានអារម្មណ៍រមាស់ភ្នែកនិងផ្អករំរៃហើយបន្ទាប់ពីនាងមកនៅពេលយប់ស្បែករបស់នាងប្រែជាក្រហមនិងហើមដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះជាដំបូងអ្នកគួរពាក់ឧបករណ៍ការពារពេលប្រើសារធាតុគីមីទី2ការប្រុងប្រយ័ត្នខ្លាំងគឺត្រូវបានទាមទារនៅពេលប្រើប្រាស់សារធាតុគីមីទី3កន្លែងធ្វើការត្រូវតែមានលំហូរខ្យល់ត្រឹមត្រូវរួមទាំងប្រតិបត្តិការនៃឧបករណ៍ខ្យល់នេះគឺជាឧបទ្ទវហេតុមួយដែលកម្មករម្នាក់ដែលធ្វើការលើកុំព្យូទ័រជាមធ្យម10ម៉ោងក្នុងមួយថ្ងៃបានបង្កើតរោគសញ្ញាការឈឺចាប់មាត់ស្បូនទ្វេភាគីនិងរោគសញ្ញា VDT ដើម្បីជៀសវាងគ្រោះថ្នាក់បែបនេះអ្នកត្រូវសម្រាកពីការងារដើម្បីកុំឲ្យការងារបន្តលើសពី2ម៉ោងទី2អ្នកត្រូវតែកែតម្រូវទីតាំងរបស់ monitor ផ្ដាចុចនិងកណ្ដុរដើម្បីឲ្យវាត្រឹមត្រូវសម្រាប់រាងកាយរបស់អ្នកនិងធ្វើឲ្យមានឥរិយាបថត្រឹមត្រូវទី3ប្រសិនបើអ្នកឃើញរោគសញ្ញាណាមួយអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសឬគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលការបង្កើតវប្បធម៌នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាពនៅ DND ដោយមានជំនួយពីតំបន់ DND ក្រុមប្រឹក្សាគ្រប់គ្រងកម្លាំងពលកម្មមូលដ្ឋាន Civil និងអង្គការផ្សេងទៀតការផលិតវីដេអូនេះត្រូវបានគាំទ្រដោយក្រសួងការងារនិងខេត្ត DND